ករណីទី1អ្នកបើកបរត្រូវយល់ណាយល់ពីច្បាប់របស់យើងយល់ពីផ្លាកសញ្ញាមានផ្លាកសញ្ញាអីខ្លះបាទយើងត្រូវគោរពបាទករណីទី2គឺខាងឆ្មាំត្រូវតែចេះបញ្ជាធ្វើសញ្ញាដើម្បីផ្ដល់ដំណឹងដូចជាករណីនឹងជាដើមអត់បានតម្លាក់របាឆ្មាំគាត់រវល់តែរត់មកផ្លូវមួយចំហៀងដើម្បីបញ្ជាឲ្យគេឈប់គាត់អត់បានមើលអាខាងទិសដៅដែលរថភ្លើងបុកហ្នឹងគឺគាត់អត់បានមើលទេដល់ពេលរត់មកវិញឡានដឹកថ្មហ្នឹងមកដល់បានអញ្ចឹងទោះបីជាចង់សញ្ញោចង់បញ្ជាឲ្យឈប់ក៏បញ្ជាអត់ទាន់ដែរបាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីបាទវីដេអូថ្ងៃនេះយើងនឹងទៅសិក្សាតាក់ទងជាមួយនឹងករណីផ្លូវរថភ្លើងបាទអញ្ចឹងដោយសារឃើញថាដើមឆ្នាំថ្មីនេះគឺមានករណីរថភ្លើងបុកនឹងឡានបាទអញ្ចឹងដើម្បីជាចំណេះដឹងខ្ញុំសូមលើកយកវីដេអូនេះដើម្បីធ្វើការបង្ហាញបងប្អូនទាំងអស់គ្នាតាក់ទងជាមួយនឹងច្បាប់កាលណាតែយើងស្គាល់ច្បាប់គឺបើកបរមិនជួបគ្រោះថ្នាក់ចរាចរណ៍ទេបាទអញ្ចឹងមុននឹងយើងចូលដល់មេរៀនរបស់យើងជាដំបូងខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាទៅទស្សនាវីដេអូមួយដែលគេដាក់ចំណងជើងថាវីដេអូអប់រំស្ដីអំពីចរាចរណ៍ផ្លូវដែកបាទអញ្ចឹងតោះយើងទៅទស្សនាទាំងអស់គ្នាបាទក្រសួងសាធារណការនិងដឹកជញ្ជូនសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅនិងធ្វើដំណើរតាមផ្លូវរថភ្លើងឲ្យបានជ្រាបថាដើម្បីទទួលបានសុវត្ថិភាពខ្ពស់ក្នុងការធ្វើចរាចរណ៍ក្រសួងសូមធ្វើការណែនាំនៅវិធីសុវត្ថិភាពដែលត្រូវអនុវត្តជាចាំបាច់ដូចខាងក្រោមត្រូវផ្ដល់សិទ្ធិអាទិភាពដល់ខ្សែរថភ្លើងគ្រប់ពេលវេលាមុននឹងធ្វើដំណើរឆ្លងកាត់ត្រូវស្ថិតចម្ងាយយ៉ាងតិច2ម៉ែត្រពីរបាសុវត្ថិភាពត្រូវពិនិត្យភ្លើងសញ្ញានិងស្ដាប់សំឡេងស៊ីរ៉ែនរបស់រថភ្លើងមុននឹងឆ្លងកាត់ត្រូវអនុវត្តតាមការណែនាំរបស់ឆ្មាំរបារាល់ពេលមានរថភ្លើងឆ្លងកាត់ចំណុចឆ្លងកាត់ដែលគ្មានឆ្មាំត្រូវឈប់យ៉ាងតិចចម្ងាយ5ម៉ែត្រពីផ្លូវរថភ្លើងត្រូវពិនិត្យឆ្វេងស្ដាំមុននឹងឆ្លងកាត់ហាមលេងឬចងសត្វពាហនៈនៅលើឬក្បែរផ្លូវរថភ្លើងហាមអង្គុយដើរឬប្រឡែងគ្នាលេងនៅលើឬក្បែរផ្លូវរថភ្លើងហាមចតនិងប្រកបមុខរបរអាជីវកម្មនៅក្បែរផ្លូវរថភ្លើងហាមដាក់សម្ភារៈនិងប្រារព្ធពិធីផ្សេងនៅក្បែរផ្លូវរថភ្លើងហាមធ្វើផ្លូវឆ្លងកាត់ផ្លូវរថភ្លើងដោយគ្មានការអនុញ្ញាតបាទយ៉ាងម៉េចហើយបងប្អូនក្រោយពីធ្វើការទស្សនានៅវីដេអូបាទអញ្ចឹងអ្នកទាំងអស់គ្នាអាចយល់ពីវីដេអូនេះបានប្រមាណភាគរយបាទអញ្ចឹងគួបផ្សំជាមួយនឹងមេរៀនរបស់ខ្ញុំថែមទៀតខ្ញុំសង្ឃឹមថាបងប្អូននឹងយល់កាន់តែច្រើនបាទជាងនេះបាទហ្នឹងហើយតោះអូខេអញ្ចឹងវីដេអូរបស់យើងខ្ញុំសូមលើកនៅ4ចំណុចបាទចំណុចទី1យើងនិយាយពីច្បាប់ទូទៅតាក់ទងជាមួយនឹងផ្លូវរថភ្លើងបាទចំណុចទី2ខ្ញុំនិយាយអំពីផ្លាកសញ្ញាសិទ្ធិអត្តភាពបាទចំណុចទី3ខ្ញុំនិយាយអំពីផ្លាកសញ្ញាគ្រោះថ្នាក់បាទចំណុចទី4ខ្ញុំនិយាយពីផ្លាកសញ្ញាបណ្ដោះអាសន្នបាទអញ្ចឹងនៅកន្លែងផ្លូវរថភ្លើងហ្នឹងគឺមានទាំងអស់ណាមានទាំងអស់នៅក្នុងហ្នឹងបាទអញ្ចឹងខ្ញុំសូមស្រង់តែចំណុចសំខាន់នេះយកមកនិយាយបាទតោះឥឡូវយើងចូលដល់ចំណុចទី1តាក់ទងជាមួយនឹងច្បាប់ទូទៅបាទច្បាប់ទូទៅរបស់យើងខ្ញុំមាន3ខ្ញុំលើកយកមកបង្ហាញតាក់ទងជាមួយនឹងផ្លូវរថភ្លើងណាបាទអញ្ចឹងករណីទី1គឺនៅពេលដែលរថភ្លើងបន្លឺសំឡេងចិត្តមកដល់អញ្ចឹងយើងត្រូវឈប់ចម្ងាយប៉ុន្មានម៉ែត្រពីរបាអញ្ចឹងករណីផ្លូវរថភ្លើងមានរបាយើងត្រូវឈប់មានចម្ងាយរបស់វាបាទអាហ្នឹងណាបាទអញ្ចឹងករណីដូចគ្រោះថ្នាក់នឹងអញ្ចឹងរថភ្លើងបានពលឺមកហើយកន្លែងហ្នឹងគឺមានរបាទៀតអញ្ចឹងប៉ុន្តែដោយសារករណីហ្នឹងគឺអត់មានគេអត់បានតម្លាក់របាប៉ុន្តែបើករណីគេតម្លាក់របាយើងត្រូវតែឈប់ឲ្យត្រឹមត្រូវតាមច្បាប់កំណត់បាទអញ្
ចឹងករណីហ្នឹងគឺនៅពេលរថភ្លើងបន្លឺជិតមកដល់យើងឈប់អ្នកបើកបរនេះឈប់ត្រូវឈប់ចម្ងាយ2ម៉ែត្រពីរបាណាបាទករណីមានរបាបាទអាហ្នឹងករណីទី1យើងចូលដល់ករណីទី2បាទករណីទី2នៅពេលដែលរថភ្លើងបន្លឺឡើងដូចគ្នាប៉ុន្តែអត់មានរបាយបាទអញ្ចឹងយើងឈប់ចម្ងាយរយៈចម្ងាយប្រមាណបាទដោយករណីដែលគ្រោះថ្នាក់នៅបាត់ដំបងហ្នឹងគឺគេអត់បានតម្លាក់របាអញ្ចឹងយើងត្រូវដឹងថាបើសិនជាគេអត់តម្លាក់របាមានន័យថាគេអត់ដាក់អញ្ចឹងមានរថភ្លើងមកយើងត្រូវឈប់បាទយើងត្រូវឈប់ចម្ងាយប្រហែលយ៉ាងតិចប្រហែលម៉ែត្របាទអញ្ចឹងករណីនេះគឺនៅពេលរថភ្លើងបន្លឺឡើងជិតមកដល់អ្នកបើកបរត្រូវឈប់យ៉ាងតិច5ម៉ែត្រពីផ្លូវរថភ្លើងណាយ៉ាងតិចទៀតបាទបើយើងឈប់កាន់តែឆ្ងាយកាន់តែល្អ6ម៉ែត្រក៏បានបាទ7ម៉ែត្រក៏បានបាទកុំឲ្យទៅក្រោម5ម៉ែត្រអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងករណីទី2គឺអត់មានរបាកាលណាគេអត់ដាក់របាបាទអញ្ចឹងយើងត្រូវឈប់ចម្ងាយ5ម៉ែត្រយ៉ាងតិចបាទតោះយើងចូលដល់ចំណុចទី3បាទចំណុចទី3ករណីមកថាផ្ទះយើងក្បែរនឹងផ្លូវរថភ្លើងអញ្ចឹងយើងត្រូវឈប់ឬក៏ចតបាទករណីឧបមាយើងបើកទៅយើងចង់ឈប់បន្តិចបាទចង់ឈប់បន្តិចណាបាទអញ្ចឹងយើងត្រូវឈប់យ៉ាងម៉េចពីផ្លូវរថភ្លើងបាទអញ្ចឹងករណីនេះគឺយើងត្រូវឈប់ឬចតចម្ងាយយ៉ាងតិចពីផ្លូវរថភ្លើងគឺ20ម៉ែត្របាទអញ្ចឹងណាបាទអញ្ចឹងករណីដែលយើងឧបមាថាយើងបើកបរផ្លូវឆ្ងាយយើងចង់បត់ជើងទូចអញ្ចឹងឧបមាថាយើងបើកឆ្លងកាត់ពីផ្លូវរថភ្លើងនឹងហើយស្រាប់តែយើងនឹកឃើញថាអូចង់បត់ជើងទូចមិនមែនយើងចេះតែឈប់ទេអញ្ចឹងយើងស្មានពីផ្លូវរថភ្លើងមករថយន្តរបស់យើងចម្ងាយយ៉ាងតិចគឺ20ម៉ែត្របាទហ្នឹងណាករណីហ្នឹងគឺអញ្ចឹងឬក៏យើងឈប់ប្រហែលយើងឈប់ញ៉ាំអីគេឈប់ធ្វើអីមួយគឺឈប់ធ្វើម៉េចឲ្យឆ្ងាយចតឲ្យឆ្ងាយពីផ្លូវរថភ្លើងហ្នឹងយ៉ាងតិចក៏20ម៉ែត្រដែរករណីហ្នឹងគឺអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងចំណុចទី1របស់យើងច្បាប់ទូទៅតាក់ទងជាមួយនឹងការឈប់ណាការឈប់ហ្នឹងគឺមានប៉ុណ្ណឹងបាទយើងចូលដល់ចំណុចទី2របស់យើងបាទចំណុចទី2គឺនិយាយអំពីផ្លាកសញ្ញាសិទ្ធិអត្ថភាពបាទផ្លាកសញ្ញាសិទ្ធិអត្ថភាពនេះគឺគេដាក់ឲ្យមុននឹងដល់ផ្លូវរថភ្លើងគេដាក់ឲ្យបាទអញ្ចឹងណាបាទអញ្ចឹងផ្លាកសញ្ញាទី1ដូចខ្ញុំដាក់នៅលើអេក្រង់អញ្ចឹងមានអត្ថន័យថាមានផ្លូវរថភ្លើងចំនួន1ខ្សែឆ្លងកាត់នៅខាងមុខបាទអ្នកបើកបរត្រូវទុកសិទ្ធិអត្ថភាពឲ្យរថភ្លើងឆ្លងកាត់មុនបាទអញ្ចឹងកាលណាយើងឃើញផ្លាកនឹងហើយឃើញរូបសញ្ញានឹងហើយយើងត្រូវប្រុងប្រយ័ត្នហើយយើងត្រូវផ្ដោតសិទ្ធឲ្យរថភ្លើងទៅមុនបាទអាហ្នឹងទី1បាទទី2ផ្លាកទី2បាទដូចខ្ញុំដាក់នៅក្នុងរូបអញ្ចឹងបាទផ្លាកនេះគឺមានសម្គាល់ថាមានផ្លូវរថភ្លើងចំនួន2ឬច្រើនខ្សែអញ្ចឹងណាបាទឆ្លងកាត់ខាងមុខអ្នកបើកបរត្រូវទុកសិទ្ធិអត្ថភាពឲ្យរថភ្លើងឆ្លងកាត់មុនបាទអញ្ចឹងគឺផ្លាកសិទ្ធិអត្ថភាពចំពោះនៅផ្លូវរថភ្លើងគឺមាន2ហ្នឹងបាទនៅមានផ្លាកផ្សេងទៀតបាទនៅមានដូចជាភ្លើងបាទប៉ុន្តែភ្លើងខ្ញុំអត់លើកយកមកនិយាយទេបាទអញ្ចឹងណាបាទហ្នឹងហើយតោះអញ្ចឹងយើងចូលដល់ចំណុចទី3ចំណុចទី3របស់យើងគឺនិយាយអំពីផ្លាកសញ្ញាគ្រោះថ្នាក់ផ្លាកសញ្ញាគ្រោះថ្នាក់នេះក៏គេដាក់ដែរមុននឹងដល់ផ្លូវរថភ្លើងណាបាទដើម្បីផ្ដល់ដំណឹងឬក៏ដើម្បីឲ្យយើងប្រុងប្រយ័ត្នបាទហ្នឹងហើយតោះអញ្ចឹងផ្លាកទី1ផ្លាកទី1ដូចបងប្អូនឃើញនៅក្នុងរូបអញ្ចឹងផ្លាកនេះមានអត្ថន័យថាប្រយ័ត្នខាងមុខមានផ្លូវរថភ្លើងឆ្លងកាត់ដោយមានរបាការពារអញ្ចឹងអ្នកទាំងអស់គ្នាបើកបរនៅលើដងផ្លូវត្រូវមើលលើដងផ្លូវថាមានផ្លាកសញ្ញាអីគេដាក់យ៉ាងម៉េចអញ្ចឹងគេមិនដាក់អត់ប្រយោជន៍ទេបាទ
គេមិនដាក់ឲ្យប្រយោជន៍ទេគេដាក់សឹកតែមានប្រយោជន៍ទេណាបាទអូខេតោះយើងចូលដល់ផ្លាកសញ្ញាគ្រោះថ្នាក់មួយទៀតបាទអញ្ចឹងដូចបងប្អូនឃើញក្នុងរូបរឿងផ្លាកសញ្ញានេះមានអត្ថន័យថាប្រយ័ត្នខាងមុខមានផ្លូវរថភ្លើងឆ្លងកាត់ដោយគ្មានរបាការពារណាអញ្ចឹងអ្នកទាំងអស់គ្នាមើលទៅគេមានដាក់ទាំងអស់ណាគេមានដាក់ទាំងអស់បាទផ្លាកសញ្ញាណាដាក់តាំងពីផ្លាកសញ្ញាសិទ្ធិអត្ថភាពផ្លាកសញ្ញាគ្រោះថ្នាក់ដូចជាផ្លាកសញ្ញានេះគេផ្ដល់ដំណឹងឲ្យយើងថាប្រយ័ត្នអីចឹងនឹងផ្លាកសញ្ញាទៅដល់មុខចិត្តនឹងរបាគេដាក់ផ្លាកសញ្ញាឈប់ក៏មានទៀតបាទអាហ្នឹងវាអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវយល់អំពីផ្លាកសញ្ញាអំពីសិទ្ធិអត្ថភាពណាអញ្ចឹងផ្លូវរថភ្លើងគឺរថភ្លើងមានសិទ្ធិអត្ថភាពហើយបាទតោះអញ្ចឹងយើងចូលដល់ករណីមួយទៀតបាទករណីនេះគឺពិសេសដែរបាទគឺករណីផ្លាកសញ្ញាបណ្ដោះអាសន្នបាទករណីផ្លាកសញ្ញាបណ្ដោះអាសន្ននេះគឺជាអីគេគឺជាការបញ្ជារបស់អ្នកបញ្ជានៅកន្លែងឧបមាដូចនៅកន្លែងផ្លូវរថភ្លើងហ្នឹងគឺមានអ្នកបញ្ជាដែលក្នុងវីដេអូមិញគេថាឆ្មាំអញ្ចឹងណាបាទប៉ុន្តែក្នុងច្បាប់របស់យើងគឺមានតែករណីតាក់ទងជាមួយនឹងសញ្ញាបញ្ជាប្រើសម្រាប់នៅកន្លែងការដ្ឋានជួសជុលផ្លូវថ្នល់អញ្ចឹងខ្ញុំករណីនេះក៏ខ្ញុំអត់ទាន់សូវច្បាស់ដែរចាំមើលខ្ញុំស្រាវជ្រាវបន្តទៀតថាតើការបញ្ជារបស់ច្បាប់ដែលទៅសេតាក់ទងជាមួយនឹងសញ្ញាបញ្ជាតាក់ទងជាមួយនឹងប្រើប្រាស់នៅកន្លែងការដ្ឋានថាតើអាចយកទៅប្រើនៅកន្លែងផ្លូវអទេសភ្លើងផ្លូវរថភ្លើងនឹងបានដែរឬអត់បាទអាហ្នឹងគឺខ្ញុំអត់ទាន់ច្បាស់ដែរអញ្ចឹងបើសិនជាបងប្អូនណាបានដឹងជួយខមមិនប្រាប់ផងបាទហ្នឹងហើយព្រោះអីក្នុងវីដេអូគ្រោះថ្នាក់ហ្នឹងតិចចាំខ្ញុំនិយាយបាទអញ្ចឹងយើងសូមលើកយកការបញ្ជាសញ្ញាបញ្ជានេះសិនបាទអញ្ចឹងសញ្ញាបញ្ជានៅកន្លែងការដ្ឋានដែលយើងហៅថាផ្លាកសញ្ញាបណ្ដោះអាសន្នហ្នឹងគឺខ្ញុំសូមលើកយកនៅ3បាទការបញ្ជាណាបាទអញ្ចឹងរូបទី1នេះដែលខ្ញុំបានដាក់ហ្នឹងគឺគេបញ្ជាឲ្យយើងបន្ថយល្បឿនអញ្ចឹងណាបាទហ្នឹងហើយបាទអញ្ចឹងយើងបន្ថយល្បឿនបាទអញ្ចឹងយើងមើលរូបមួយទៀតបាទរូបមួយទៀតរូបនេះគឺគេបញ្ជាឲ្យយើងធ្វើអីបាទរូបនេះគឺគេបញ្ជាឲ្យយើងឲ្យអ្នកបើកបរឈប់នៅមុខកន្លែងការដ្ឋានបាទអាហ្នឹងណាបាទអញ្ចឹងយើងត្រូវយល់ពីការបញ្ជាបាទអញ្ចឹងនឹងរូបទី3នេះគឺគេប្រើសម្រាប់អីគេសម្រាប់ឲ្យផ្ដល់ដំណឹងឲ្យអ្នកបើកបរបន្តដំណើរទៅមុខបានណាអញ្ចឹងយើងត្រូវយល់អត្ថន័យនៃការបញ្ជាបាទអញ្ចឹងយើងបកមកវីដេអូគ្រោះថ្នាក់នឹងវិញបាទករណីគ្រោះថ្នាក់នេះគឺអ្នកបញ្ជាគាត់រវល់បញ្ជាមានន័យគាត់ឃើញរថយន្តមកពីមួយចំហៀងទៀតអញ្ចឹងគាត់រវល់រត់មកបញ្ជានៅផ្នែកខាងមួយចំហៀងទៀតណាបាទទិសដៅផ្ទុយយើងថាទិសដៅផ្ទុយពីរថយន្តដែលគ្រោះថ្នាក់នឹងចោះបាទគាត់រវល់តែបញ្ជាហើយគាត់ខ្ញុំមើលទៅអត់ដឹងថាអត្តន័យរបស់គាត់បញ្ជានឹងធ្វើអីទេកវីតុងឬក៏យ៉ាងម៉េចខ្ញុំមើលអត់ទៅយល់ដែរនឹងថាគាត់ចង់ធ្វើអីបាទអញ្ចឹងនៅលើផ្លូវគឺការបញ្ជានឹងគឺពិសេសគឺសំខាន់ណាស់កាលណាតែយើងជាឆ្មាំខ្ញុំអត់បន្ទោសទេបាទប៉ុន្តែគាត់ថាខ្ញុំលើកដើម្បីជាបទពិសោធន៍ដើម្បីជាមេរៀនសម្រាប់បងប្អូនបាទអញ្ចឹងការបញ្ជារបស់គាត់អត់ដឹងឯណានេះអញ្ចឹងរថយន្តដែលមកពីទិសផ្ទុយនៃរថយន្តគ្រោះថ្នាក់ហ្នឹងគឺគាត់បំរុងអត់ឈប់ទៀតលើកគាត់ឈប់នៅពេលដែលឆ្មាំហ្នឹងគាត់លើកទង់ចង្អុលមុខឯងអ្នកទាំងអស់គ្នាបានសង្កេតទេបាទលើកទង់ចង្អុលមុខអ្នកបើករថយន្តហ្នឹងបាទដៃមួយទង់2គាត់កាន់ទង់2ឯងអញ្ចឹងគាត់កវីកវត្តខ្ញុំអត់យល់ដែរនឹងគាត់ធ្វើអីបាទខ្ញុំអត់យល់សាប់តគេអត់ចង់ឈប់
គាត់លើកទង់ចង្អុលទៅគេលើកទង់ចង្អុលទៅអញ្ចឹងអាហ្នឹងមិនមែនជាសញ្ញាបញ្ជាទេបាទអញ្ចឹងឲ្យគាត់ចង់ឈប់មិនកើតឥឡូវខ្ញុំឧទាហរណ៍ដូចយើងឈោកមានន័យថាឈោហៅឡានតាមផ្លូវអញ្ចឹងឬក៏ភាសាយើងធម្មតាយើងហៅថាកាក់ឡានណាបាទកាក់ឡានក្រុងឬក៏កាក់ឡានអីដើម្បីជិះតាក់ស៊ីអីអញ្ចឹងដើម្បីជិះអញ្ចឹងយើងលើកដៃទៅចេះបក់អញ្ចឹងមករថយន្តគាត់ដឹងថាអូយើងហៅឡានគាត់ដើម្បីឈប់ហើយអាហ្នឹងអញ្ចឹងសញ្ញាបញ្ជាគឺពិសេសណាបាទពិសេសអញ្ចឹងឆ្មាំហ្នឹងខ្ញុំអត់ដឹងថាគាត់បញ្ជាធ្វើអីដែរបាទកវីកវត្តបាទហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនណាដឹងថាឆ្មាំហ្នឹងបញ្ជាឲ្យធ្វើម៉េចសូមជួយខមមិននៅក្រោមវីដេអូនេះផងបាទហ្នឹងហើយបាទអញ្ចឹងបើសិនជាខាងខ្ញុំមិនស្នើសុំទេប៉ុន្តែបើសិនជាបានដឹងពីវីដេអូនេះហើយតាក់ទងជាមួយករណីហ្នឹងហើយសូមធ្វើការអប់រំដល់ឆ្មាំឲ្យគាត់ចេះបញ្ជាណាបាទដូចភ្នាក់ងារចរាចរណ៍អញ្ចឹងដូចប៉ូលីសចរាចរណ៍អញ្ចឹងគាត់ក៏មានសញ្ញាបញ្ជារបស់គាត់ដែរនៅពេលដែលគាត់ជិះម៉ូតូមកខាត់រថយន្តយើងឬក៏គាត់បើករថយន្តមកខាត់រថយន្តយើងគាត់មានសញ្ញាបញ្ជារបស់គាត់បញ្ជាមិនខ្លះឲ្យយើងអែបស្ដាំបញ្ជាមិនខ្លះឲ្យយើងឈប់បាទគេមិនមកដល់ចំអល់ឲ្យយើងឈប់ព្រាមទេអត់ទេណាអានឹងគឺមានន័យថាមិនដឹងថាគាត់ចេះពីវិធីចេះពីការប្រើប្រាស់សញ្ញាបញ្ជានឹងឬក៏អត់ខ្ញុំអត់ដឹងដែរបាទអញ្ចឹងដោយករណីព័ត៌មានថ្មីនេះបងប៉ូលីសគាត់ជិះម៉ូតូតាមរថយន្តឲ្យគេប្រាប់ឲ្យគេពាក់ខ្សែក្បាត់អញ្ចឹងមិនដឹងថាគាត់ចេះសញ្ញាបញ្ជាឲ្យរថយន្តអែបគៀនហើយឈប់បន្ថយល្បឿនហើយឈប់ឬក៏យ៉ាងម៉េចខ្ញុំអត់ដឹងទេគឺគាត់ជិះលក្ខណៈអញ្ចឹងគឺវាដូចថាអនាធិបតេយ្យហ្នឹងហើយជិះដូចថាដេញតាមខាត់រថយន្តឬក៏យ៉ាងម៉េចខ្ញុំអត់យល់ពីគោលបំណងរបស់គាត់ដែរបាទឬក៏ក្នុងគោលគាត់ជិះក្នុងគោលបំណងល្អដើម្បីប្រាប់ឲ្យគេពាក់ទៅបាទខ្សែវ៉ាត់ទោះបីជាម៉ោង2ម៉ោង3ព្រឹករៀបភ្លឺក៏ដោយកាត់ដាច់ខាតត្រូវតែពាក់ដែរបាទពាក់ខ្សែវ៉ាត់ណាបាទមិនថាយប់មិនថាថ្ងៃទេបាទអញ្ចឹងករណីហ្នឹងក៏ពិសេសដែរបាទហ្នឹងហើយអញ្ចឹងយើងកុំវែងយើងរួមមកមេរៀនរបស់យើងវិញបាទអញ្ចឹងមេរៀនរបស់យើងមានតែប៉ុណ្្នឹងបាទករណីទី1អ្នកបើកបរត្រូវយល់ណាយល់ពីច្បាប់របស់យើងយល់ពីផ្លាកសញ្ញាមានផ្លាកសញ្ញាខ្លះបាទយើងត្រូវគោរពបាទករណីទី2គឺខាងឆ្មាំត្រូវតែចេះបញ្ជាធ្វើសញ្ញាដើម្បីផ្ដល់ដំណឹងដូចជាករណីនឹងជាដើមអត់បានតម្លាក់របាឆ្មាំគាត់រវល់តែរត់មកផ្លូវមួយចំហៀងដើម្បីបញ្ជាឲ្យគេឈប់គាត់អត់បានមើលអាខាងទិសដៅដែលរថភ្លើងបុកហ្នឹងគឺគាត់អត់បានមើលទេដល់ពេលរត់មកវិញឡានដឹកថ្មហ្នឹងមកដល់បាត់អញ្ចឹងទោះបីជាចង់សញ្ញោចង់បញ្ជាឲ្យឈប់ក៏បញ្ជាអត់ទាន់ដែរអញ្ចឹងណាបាទអញ្ចឹងបើសិនជាអាចផ្លូវអញ្ចឹងមាន2នាក់បាទមាន2នាក់ឈរបញ្ជាបាទណាអញ្ចឹងគេមានក្បួនខ្នាតគេដើម្បីបញ្ជាអញ្ចឹងអាចយកអាសញ្ញាបញ្ជារបស់នេះគេបញ្ជានៅកន្លែងការដ្ឋាននេះបាទយកទៅប្រើក៏បានប៉ុន្តែជានៅកន្លែងផ្លូវរថភ្លើងខ្ញុំអត់ដឹងដែរបាទខ្ញុំសាកជ្រាវរកអត់ទាន់ឃើញបាទហ្នឹងហើយបាទអញ្ចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងបាទអញ្ចឹងសូមបងប្អូនជួយធ្វើការចែករំលែកផងបាទដើម្បីឲ្យបងប្អូនអ្នកបើកបរគាត់យល់និងទី2ដើម្បីឲ្យខាងផ្លូវរថភ្លើងគាត់បានដឹងនៅករណីហ្នឹងផងថាព្រោះអីបើសិនជាយើងមិនមែនថារិះគន់គាត់ទេបាទហើយក៏យើងមិនមែនចោទជាពលរដ្ឋយើងថាខុសដែរបាទនេះគឺជាមេរៀនបាទ
ចឹងសូមចែករំលែកទៅដើម្បីឲ្យខាងក្រុមហ៊ុនផ្លូវរថភ្លើងហ្នឹងគឺគាត់ហៅបុគ្គលិកគាត់ទៅមានតែទៅបង្រៀនបន្ថែមណាបាទអូខេតោះអញ្ចឹងជាចុងក្រោយសូមបងប្អូនកុំភ្លេចជួយធ្វើការ Subscribe Channel របស់ខ្ញុំម្នាក់មួយបាទអញ្ចឹងសូមអរគុណសូមជម្រាបលា